ខ្ញុំលាត្រឹមហ្នឹងសិនណាអាពេពួកគាត់ហ្នឹងហើយវិរៈកងទ័ពការពារទឹកដីសូមគ្រប់វិរៈកងទ័ពល្អណាស់ក្មួយខំប្រឹងរៀនណាទុកឲ្យពួកពូជាអ្នកការពារទឹកដីអរគុណពូអ៊ុំសម្រាប់ការលះបង់ដ៏ធំធេងនេះជើងពូទៅណាវិរៈកងទ័ពខ្មែរអង្អាចក្លាហានសូមគ្រប់ជំរាបសួរបងវរៈកងទ័ពបាទអរគុណឈប់បងឈប់ខ្ញុំមានរបស់តិចតួចចង់ជូនពួកបងអូនអីចុះឲ្យច្រើនម៉ែអត់អីបងប៉ុណ្ណេះវាតិចតួចណាស់បើធៀបជាមួយនឹងការលះបង់របស់បងវរៈកងទ័ពអរគុណក្មួយស្រីខ្មែរជួយខ្មែររួបរวมសាមគ្គីគ្នាខ្មែរខ្លាំងចាពូបងពូចាំខ្ញុំជូនទៅផ្ទះអូអត់អីទេអូនតែប៉ុណ្ណេះបងអរគុណពេកហើយអត់អីទេបងនេះជាទឹកចិត្តរបស់ខ្ញុំសំឡាញ់គឺជាវីរៈជនដ៏អង់អាចហ៊ានពលីជីវិតដើម្បីជាតិលបងសូមលបងតបានសុខចុះលបងកុំបារម្ភជាតិមាតុភូមិយើងមានបងប្អូនឯការពារច្រើនណាស់ពួកខ្ញុំគឺជាវីរៈបុរសពលីជីវិតដើម្បីការពារជាតិប្តីខ្ញុំផ្ដាំថាសុខចិត្តបាត់បង់ជីវិតតែកុំឲ្យបាត់បង់ជាតិពុកពេលកូនធំឡើងកូនធ្វើទាហានដូចជាពុកដែរពូជីវិតជាទាហានពិតជាលះបង់ខ្លាំងណាស់តែពួកពូពេញចិត្តនឹងធ្វើក្មួយឯងត្រូវចាំថាទាល់តែយើងខ្លាំងទើបជួយខ្លួនឯងបានបើអញ្ចឹងក្មួយឯងខំប្រឹងរៀនដើម្បីអនាគតនិងប្រទេសជាតិយើងបាទពួកខ្ញុំនឹងខំប្រឹងរៀនពេលនេះកូនធ្វើបានហើយកូនចង់ចាំសម្ដីពុកជីវិតជូនជាតិធាតុជូនម្ដាយ
ម៉ែកូនលាម៉ែទៅប្រទេសសិនណា ទៅចោះកូនម្ដាយតើបានសុខសប្បាយណាកូនណា បាទ